រៀបសួរនាងខ្ញុំឈ្មោះសុខឿនជានាយិកានៃគម្រោងសាលាបង្រៀនធ្វើនំបាយ័នខ្ញុំពិតជាមានមោទនភាពនិងមានសេចក្តីរីករាយជាខ្លាំងចំពោះកិច្ចសហការកន្លងមករយៈពេល10ឆ្នាំសូមអរគុណចំពោះការសហការដ៏រលូនមួយនេះខ្ញុំសង្ឃឹមថាពួកយើងនៅតែបន្តធ្វើការជាមួយគ្នាដើម្បីក្មេងចំនួនក្រោយនេះគឺជាសកម្មភាពមួយដែលល្អឥតខ្ចោះដែលផ្ដល់ឲ្យដល់ក្មេងចំនួនក្រោយនៅចំណេះដឹងពិតសម្រាប់នាងខ្ញុំជាគ្រូបង្រៀននាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញពួកគាត់មានការរីកចម្រើនហើយពួកគាត់ចេះជួយគ្នាហើយការរៀនរបស់គាត់មានការផ្លាស់ប្ដូរដែរសម្រាប់ខ្ញុំពិតជាសប្បាយចិត្តដែលបានមករៀននៅអង្គការបាយ័ននេះពីព្រោះគាត់បានអប់រំនឹងបន្ថែមចំណេះដឹងឲ្យខ្ញុំកាន់តែច្រើនមានអារម្មណ៍ថាសំណាងជាងសិស្សដទៃអនាគតខ្ញុំចប់ពី bakery នេះទៅខ្ញុំចង់ក្លាយជា pastry chef ដើម្បីឲ្យធ្វើឲ្យយើងខ្លាចជា chef បានយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រហើយនឹងខិតខំធ្វើការងារនោះឲ្យល្អលោកគ្រូសម្រាប់ខ្ញុំក្តីសុបិនរបស់ខ្ញុំគឺនៅពេលដែលខ្ញុំបញ្ចប់ពីសាលាបាយ័នរៀនធ្វើនំខ្ញុំអាចទៅស្វែងរកបទពិសោធន៍រយៈពេល2ទៅ3ឆ្នាំហើយក៏បង្កើត business ខ្លួនឯងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំបានធ្វើនំហើយចេញពីដៃទឹកដៃរបស់ខ្ញុំហើយខ្ញុំបានរៀបចំជូនទៅកាន់លក់ឲ្យភ្ញៀវញ៉ាំហើយខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ happy មែនទែនដែលគាត់បានញ៉ាំហើយគាត់សរសើរថានំឆ្ងាញ់មានរសជាតិហើយរូបរាងអីក៏ស្អាតតែស្អាតចាមានគ្រូគាត់មានមោទនភាពលើខ្ញុំដូចថាគ្រូសាខ្ញុំគាត់អត់ដែលស្គាល់នំប៉័ងនោះដល់ពេលយើងជាអ្នកធ្វើនំប៉័ងពេលខ្លះយើងធ្វើទៅគាត់ឃើញវីដេអូយើងធ្វើយើងអីទៅគាត់សរសើរយើងថាយើងចេះធ្វើចេះអីរៀនបានចេះអីសម្រាប់គ្រួសារខ្ញុំគិតសប្បាយចិត្តព្រោះកូន3 4នាក់អញ្ចឹងគឺអត់ដែលអាចថាមានខ្ញុំមួយដែលជួយគិតបានច្រើនរីករាយថ្ងៃកំណើតរីករាយថ្ងៃកំណើតថ្ងៃកំណើតរីករាយ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 ថ្ងៃកំណើត
អ្វីដែលខ្ញុំតែងតែរំពឹងសម្រាប់នៅថ្ងៃអនាគតឬក៏យើងនិយាយថាអាចនិយាយបានថា10ឆ្នាំខាងមុខទៀតគឺខ្ញុំតែងតែរំពឹងហើយតែងតែមានប្រយោគមួយតែងតែដាស់តឿនខ្ញុំជារៀងរាល់ថ្ងៃគឺយើងអាចនិយាយជាភាសាអង់គ្លេសថា only the best can produce the best